សួស្តីដល់គ្នាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ជួបទាក់ទងជាមួយនឹងការ download ណា download រូបភាពឧទាហរណ៍ថាយើងបានអានឯកសារមួយបន្ទាប់មកយើងឃើញមានរូបភាពមួយដែលយើងចង់បានយកមកប្រើប្រាស់លើ PowerPoint ឬក៏ឯកសារណាមួយតើអ្នកដឹងទេថារូបភាពវាមាន copyright អញ្ចឹងការ download អាចនឹងការប្រើប្រាស់យើងត្រូវមាន limit យើងអាចប្រើប្រាស់យកទៅធ្វើលក្ខណៈជា commercial ឬក៏កែច្នៃរូបភាពរបស់គេយកទៅ public ជាសភៅឬក៏អីចឹងណាឥឡូវនេះឧទាហរណ៍ថាយើងគាត់ចង់បានរូបភាពហ្នឹងយកមកប្រើប្រាស់ទុកក្នុងទូរស័ព្ទឬក៏ឥឡូវឧទាហរណ៍ថាយើងចង់បានរូបភាពហ្នឹងមកប្រើប្រាស់លក្ខណៈជា learning purpose ឬក៏ការចែកម្លែកដែលគិតថ្លៃតិចតួចទេយើងអត់យកទៅធ្វើជា commercial អីទេអញ្ចឹងឧទាហរណ៍ថាយើងព្យាយាម download រូបភាពមួយនេះណាឧទាហរណ៍យើង click mouse ស្ដាំមកបន្តមកទៀតយើងយក save as ប៉ុន្តែពេលដែលចុច save as វាចេញជា WebP អញ្ចឹង WebP ពេលដែលយើងប្រើនៅក្នុងឧបករណ៍មួយចំនួនវាអាចអត់ដើរទេកម្មវិធីមួយចំនួនដូចជាយកទៅ edit color តិចតួចថែមពុម្ពអក្សរថែមអីនៅលើ Photoshop ពេលខ្លះក៏អត់ដើរដែរលើ PowerPoint នេះក៏អាចនឹងអត់ដើរដែរហើយមួយទៀត quality របស់រូបភាពហ្នឹងវាអត់បានពេញទេជាងមើលឯកសារនេះនៅពេលដែលយើង open រូបភាពហ្នឹងនៅក្នុង tab មួយទៀតណាយើងមើលទៅលើ source របស់រូបភាពហ្នឹងណាយើងឃើញថា extension របស់វា JPG ទេមានន័យថាជា JPEG ណាជារូបភាព RAW មួយទេប៉ុន្តែនៅពេលដែលយើង save រូបភាពហ្នឹងវាអត់ load ជា JPEG ទេវាទៅ load ជា WebP វិញដែល WebP ហ្នឹងគឺគុណភាពវាទាបវាអត់សូវច្បាស់ទេហើយយើងពិបាក convert ទៅជា JPEG ឬក៏ JPG វិញណាដូច្នេះខ្ញុំមាន extension មួយខ្ញុំចូលទៅមើលនៅក្នុង Chrome Web Store ណាហើយខ្ញុំឃើញមាននេះយើងហៅថាជាប្រភេទ extension software នៅលើ browser extension ខ្ញុំចូលទៅឃើញថាកម្មវិធីមួយនេះតើគ្នាឃើញ line check នេះមានន័យថាអត់មាន violent history ទេទី1ហើយទី2មាន feature នេះដូចលក្ខណៈជា top chosen ឬក៏ top choice top vote by user ឬក៏អីចឹងណាហើយមួយទៀតគឺ by Chrome តែម្ដងអញ្ចឹងខ្ញុំឃើញវាមានពីរហ្នឹងហើយឃើញចំនួនអ្នក rating ច្រើនដែរហើយបានរហូតទៅដល់ rating score 4.9 7.5 7ពេញហ្មងខ្ញុំសាក down វាយកមកប្រើប្រាស់ឃើញថាល្អដែរអញ្ចឹងឧទាហរណ៍ថានៅពេលខ្ញុំចង់បានប្រើប្រាស់រូបភាពមួយហ្នឹងខ្ញុំចង់ save វាណាខ្ញុំអត់ save ធម្មតាចឹងទេខ្ញុំចូលទៅ extension ហ្នឹងមកតើមកខ្ញុំចុចលើវាមួយតើមកវាចេញមកចេះអ្វីដែលល្អមួយទៀតគឺវា save បានទំហំធំមែនតើដល់គ្នានេះគឺជា dimension របស់រូបភាពហ្នឹងទំហំវាត្រឹមតែ152kilobyte ទេហើយទំហំវារហូតដល់1350អញ្ចឹងវាធំមែនតើហើយប៉ុន្តែមួយទៀតបើសិនជាតើគ្នាឃើញ browser អញ្ចឹងវាធ្វើឲ្យ limit image របស់អ្នកទាំងអស់គ្នាឃើញតែ1300ឯងអញ្ចឹងបើសិនតើគ្នាចង់បានធំជាងលុបកន្លែង size វានេះដោយសារតែ website ខ្លះវាឲ្យរូបភាពហ្នឹង load ទៅតាម speed របស់ internet របស់ user ដែរឬក៏មួយទៀតទៅតាម responsive ទៅតាម browser ទៅតាមទំហំអេក្រង់កុំព្យូទ័រទូរស័ព្ទដៃតាម device របស់អ្នកទាំងអស់គ្នាណាអញ្ចឹងបើអ្នកគ្នាចង់បានរូបភាពនឹង original យើងលុបឲ្យទៅដល់ extension របស់រូបភាពមួយហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំលុបវាឲ្យដល់ dot ហ្នឹងហើយ JPG នេះជា extension របស់រូបភាពហើយខ្ញុំចុច enter មួយមកឥឡូវនេះរូបភាពនោះធំជាងមុននេះតើគ្នាឃើញទេមិញតែ1350ឥឡូវឡើងរហូតដល់4000អញ្ចឹងយើងទៅដល់ណាកន្លែងកម្មវិធី save ហ្នឹងគឺវាបានចាប់ទំហំរូបភាពទៅដល់ហ្នឹងហ្មងអញ្ចឹងតើគ្នាឃើញហើយតើគ្នាចុច download នឹងនេះអញ្ចឹងឧទាហរណ៍ខ្ញុំចុច download មកតើមក download បាននេះអញ្ចឹងនេះគឺជាទំហំរូបភាពហ្នឹងនៅពេលដែល download អញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនដល់អ្នកចំពោះការតាមដានវីដេអូរបស់ TechEd ហើយយើងជួបគ្នានៅវីដេអូក្រោយ